តើមានពុកម៉ែបងប្អូនណាខ្លះដូចខ្ញុំអត់នឹងរាល់ថ្ងៃឲ្យទៅដល់ម៉ោងធ្វើម្ហូបញ៉ាំបាយនិយាយពីខាងអង្គុយគិតគេងគិតមិនដឹងទៅធ្វើស្អីញ៉ាំបាយទេពុកម៉ែបងប្អូនអើយហើយពិបាកចិត្តតារឿងធ្វើម្ហូបនឹងឯងមួយថ្ងៃអត់មានពិបាកចិត្តរឿងស្អីទេព្រោះថាជៀនឆាស្ងោររាល់ថ្ងៃគឺអត់មានអ្នកញ៉ាំទេបងប្អូនអើយម្ហូបសល់ហូរហៀរាល់ថ្ងៃតែម្ដងជីវិតខ្ញុំរាល់ថ្ងៃអត់មានតល់រឿងស្អីទេបងប្អូនគឺតល់តារឿងធ្វើម្ហូបនឹងឯងបើថាសួរគេចង់ញ៉ាំអីគេប្រាប់យើងអានឹងស្រួលណាពុកម៉ែបងប្អូនតែបើសួរគេឆ្លើយមកវិញថាធ្វើស្អីក៏បានអាពាក្យថាធ្វើស្អីក៏បានទេពុកម៉ែបងប្អូននិយាយពីថាខ្ញុំតល់ឡើងមកជីវិតហើយបងប្អូនវារនឹកមិនឃើញមិនដឹងថាធ្វើស្អីទេហើយថ្ងៃហ្នឹងក៏ដើរទៅផ្សារក៏នឹកឃើញថាពោះជ្រូកល្អថ្ងៃនេះក៏នឹកឃើញថាទិញកន្លះគីឡូមកយកមកញ៉ាំទៅយងចេកញ៉ាំម្ដងទៅឲ្យឆ្ងាញ់ណាស់ណៃតែម្ដងទៅពុកម៉ែបងប្អូនព្រោះថាមុខម្ហូបមួយនេះខាន់ធ្វើឲ្យអ្នកផ្ទះញ៉ាំយូរហើយពោះជ្រូកហ្នឹងយើងយកមកលាងចំបាច់អំបិល4-10ទឹកឲ្យស្អាតឲ្យស្បៀតវាឲ្យស្អាតណាពុកម៉ែបងប្អូនយើងស្ងោរយើងដាក់លក្ក្រូចមកដើម្បីវាកាត់ជាតិឆ្អាប់ហើយយើងក៏លួចអំបិលបន្តិចដែរដើម្បីវាមានជាតិប្រៃក្នុងហ្នឹងពុកម៉ែបងប្អូនហើយឥឡូវយើងមកចិត្តទៅយងចេកហ្នឹងមុននឹងយើងចិត្តគឺយើងដាក់ក្រូចឆ្មាហើយនឹងអំបិលមកចប់មកច្របាច់វាមកណាពុកម៉ែបងប្អូនដើម្បីកុំឲ្យវាមានពណ៌ខ្មៅជាប់នឹងទៅយងចេកហ្នឹងតែកាលណាយើងប្រើតាទឹកតាទេគឺវាខ្មៅពុកម៉ែបងប្អូនវាមិនបានស្រស់ញញឹមដូចអញ្ចេះណាពុកម៉ែបងប្អូនខ្មៅយកតែមែនទេនឹងពុកម៉ែបងប្អូនហើយឥឡូវយើងចាប់ផ្ដើមមកផ្សំគ្រឿងដើម្បីញ៉ាំពុកម៉ែបងប្អូនយើងមានប៊ីចេងស្ករអំបិលគឺថាយើងបុកលីគ្នាអញ្ចឹងពុកម៉ែបងប្អូនយើងបុកវាឲ្យម៉ត់មកបុកវាប៉ក់មើលតម៉ត់គ្រឿងអស់ហើយយើងក៏ចាប់ផ្ដើមយកប្រហុកហ្នឹងយកមកដាក់ទឹកក្តៅពុកម៉ែបងប្អូនអាទឹកក្តៅដែលយើងស្ងោរពោះជ្រូកហ្នឹងហើយមុខម្ហូបមួយនេះពុកម៉ែបងប្អូនលុះត្រាតែយើងប្រើប្រហុករៀងច្រើនដិតបានវាឆ្ងាញ់តកាលណាយើងប្រើប្រហុកតិចគឺថាវាអត់មានជាតិឈ្ងុយឆ្ងាញ់ទេពុកម៉ែបងប្អូនឆ្ងាញ់ទៅលើអាប្រហុកនេះវាឈ្ងុយស្អុយឆ្ងាញ់ណាពុកម៉ែបងប្អូនហើយពោះជ្រូកយើងនេះក៏ហាន់រួចរាល់ដែរអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវយើងចាប់ផ្ដើមមកលាយគ្រឿងញ៉ាំទាំងអស់គ្នាមកគ្មានអីពិបាកទេពុកម៉ែបងប្អូនហើយតែមកផ្លេតបានញ៉ាំហើយមុខម្ហូបមួយនេះក្លែមក៏ត្រូវញ៉ាំបាយក៏ត្រូវដែរពុកម៉ែបងប្អូនហើយឥឡូវយើងចាប់ផ្ដើមញ៉ាំមកបងប្អូនរសជាតិវាឲ្យតែមានរសជាតិជូរប្រៃផ្អែមតិចមកគឺថាឆ្ងាញ់ហើយពុកម៉ែបងប្អូនអាស្រ័យទៅលើយើងចូលចិត្តចំណង់ចំណូលចិត្តលើគ្រឿងដែលយើងចង់ញ៉ាំពុកម៉ែបងប្អូនហើយឥឡូវយើងញ៉ាំមកពុកម៉ែបងប្អូនអើយនិយាយពីថាខ្ញុំនេះបញ្ចូលសលេងបដៅគឺថាឃ្លានទៀតហើយពុកម៉ែបងប្អូនអត់តន់អស់អាឡ័យពុកម៉ែបងប្អូនវានៅតែឃ្លានឥឡូវញ៉ាំរបស់យើងរួចរាល់ហើយក៏យើងចាប់ដាក់ចានមកនិយាយពីថាសម្រស់បានយ៉ាងណាពុកម៉ែបងប្អូនអើយនិយាយពីថាខ្ញុំនេះពីអង្គុយតែឃ្លាននេះពុកម៉ែបងប្អូនគឺថាឃ្លានម្ដងទៀតប្តីខ្ញុំមកបានមុខម្ហូបនេះវិញគឺគិតថាមានតែខ្លែមទេអូនហើយញ៉ាំបាយមិនកើតចាឲ្យតែយើងឆ្នៃស្អីក៏ញ៉ាំកើតដែរមែនអត់ពុកម៉ែបងប្អូនហើយឥឡូវវីដេអូខ្ញុំចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ